សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងនឹងមកជជែកគ្នាអំពីបុគ្គលម្នាក់ដែលពិភពលោកកំពុងតាមដានបំផុតនោះគឺ Elon Musk ប៉ុន្តែមុននឹងគាត់ក្លាយជាមហាសេដ្ឋីលំដាប់ពិភពលោកតើអ្នកដឹងទេថាគាត់ឆ្លងកាត់អ្វីខ្លះលោក Elon Musk កើតនៅថ្ងៃទី28ខែមិថុនាឆ្នាំ1971នៅទីក្រុង Pretoria អាហ្វ្រិកខាងត្បូងជីវិតកុមារភាពរបស់លោកបានជួបប្រទះនឹងភាពប្រកម្មទោសតាំងពីអាយុ8ឆ្នាំនៅពេលឪពុកម្ដាយរបស់លោកបានសម្រេចចិត្តលែងលះគ្នានៅក្នុងឆ្នាំ1979បន្ទាប់ពីបែកបាក់អ្នកស្រី Mai Samas ដែលជាម្ដាយបាននាំកូនទាំង3នាក់ផ្លាស់ប្ដូរទៅទីក្រុង Durban ទោះជាយ៉ាងណាក៏ដោយដោយសារតែក្តីអាណិតចំពោះឪពុកដែលរស់នៅឯកោនិងដោយសារតែការចង់ដឹងចង់ឃើញលើបច្ចេកវិទ្យាដែលឪពុកមានលោក Elon Musk ធ្វើការសម្រេចចិត្តដ៏សំខាន់មួយនៅអាយុ10ឆ្នាំគឺការសុំម្ដាយត្រឡប់មកទីក្រុង Pretoria ដើម្បីរស់នៅជាមួយឪពុកវិញការរស់នៅជាមួយឪពុកលោក Elon Musk ដែលជាវិស្វករបានផ្ដល់ឱកាសឲ្យ Elon ចូលប្រឡូកក្នុងវិស្វកម្មនិងកុំព្យូទ័រប៉ុន្តែវាបានមកជាមួយនឹងសម្ពាធផ្លូវចិត្តយ៉ាងខ្លាំងលោក Elon គឺជាមនុស្សដែលមានចរិតលក្ខណៈតឹងតែងនិងពិបាករស់នៅជាមួយដែលធ្វើឲ្យ Elon មានអារម្មណ៍ថាការសម្រេចចិត្តមករស់នៅជាមួយឪពុកគឺជាកំហុសមួយភាពឯកានៅផ្ទះរួមផ្សំនឹងការរងគ្រោះដោយសារការធ្វើបាបនៅសាលារៀនបានដុតរោលស្មារតី Elon ឲ្យចង់ចាកចេញពីបរិយាកាសអាប់អូនេះលោកបានចំណាយពេលភាគច្រើនអានសៀវភៅនិងរៀនសរសេរកូដរហូតដល់អាចបង្កើតហ្គេម Plastar លក់បាន$500នៅអាយុ12ឆ្នាំលក់ដល់ឆ្នាំ1989នៅពេលដែល Elon មានអាយុ17ឆ្នាំលោកបានដឹងថាខ្លួនឯងមិនអាចបន្តរស់នៅអាហ្វ្រិកខាងត្បូងទៀតទេដោយសារច្បាប់កែនទ័ពតឹងរឹងនិងមហាចត្រាចង់ទៅសហរដ្ឋអាមេរិកដោយសារអ្នកស្រី Mai Samas កើតនៅកាណាដា Elon មានសិទ្ធិទទួលបានសញ្ជាតិកាណាដាលោកបានសម្រេចចិត្តចាកចេញពីផ្ទះឪពុកជាដាច់ខាតហើយហោះហើរទៅកាន់ប្រទេសកាណាដាតែម្នាក់ឯងទាំងដែលមិនមានសាច់ញាតិជិតស្និទ្ធនៅទីនោះរងចាំឡើយលោកបានទៅដល់កាណាដាទាំងបាត់ដៃទទេនិងត្រូវរស់នៅយ៉ាងលំបាកដោយស្នាក់នៅជាមួយផ្ទះសាច់ញាតិឆ្ងាយនិងធ្វើការងារជាកម្មករកសិដ្ឋាននិងកម្មករសម្អាតឡចំហាយក្នុងរោងចក្រអាឈើដើម្បីសន្សំលុយរងចាំគ្រួសាររបស់លោកមិនយូរប៉ុន្មានបន្ទាប់ពី Elon ទៅដល់កាណាដាអ្នកស្រី Mai Samas ក៏បានសម្រេចចិត្តលក់ទ្រព្យសម្បត្តិទាំងអស់នៅអាហ្វ្រិកខាងត្បូងហើយនាំកូន2នាក់ទៀតគឺ Campbell និង Tosca មកជួបជុំជាមួយ Elon នៅទីក្រុង Toronto ជីវិតគ្រួសាររបស់ពួកគេនៅទីនោះចាប់ផ្ដើមពីចំណុចខ្វះខាតអ្នកស្រី Mai ត្រូវធ្វើការងាររហូតដល់5កន្លែងក្នុងពេលតែមួយដើម្បីចិញ្ចឹមកូននិងបង់ថ្លៃសាលាឲ្យ Musk ភាពខ្វះខាតនិងការតស៊ូលំបាកនៅកាណាដានេះហើយដែលបណ្ដុះស្មារតីសន្សំសំចៃនិងយុទ្ធសាស្ត្រសេដ្ឋកិច្ចធ្វើដោយខ្លួនឯងដល់ Elon Musk ក្រោយមកលោកបានបន្តការសិក្សានៅសាកលវិទ្យាល័យ Queen's រយៈពេល2ឆ្នាំមុននឹងទទួលបានអាហារូបករណ៍ផ្ទេរទៅសាកលវិទ្យាល័យ Pennsylvania សហរដ្ឋអាមេរិកដោយសិក្សាជំនាញ2គឺរូបវិទ្យានិងសេដ្ឋកិច្ចជីវិតក្នុងវិស័យធុរកិច្ចរបស់លោកបានចាប់ផ្ដើមយ៉ាងពិតប្រាកដក្នុងឆ្នាំ1955នៅពេលដែលលោកនិងប្អូនប្រុសគឺ Campbell Musk រួមជាមួយមិត្តភក្តិម្នាក់ទៀតរួមគ្នាបង្កើតក្រុមហ៊ុន Zip2 ក្នុងដំណាក់កាលនោះពួកគេគឺជាក្រុមយុវជនដែលខ្វះខាតទុនប៉ុន្តែមានចំណេះដឹងផ្នែកកូដយ៉ាងខ្លាំងលោក Musk បានលះបង់គ្រប់យ៉ាងដើម្បីក្រុមហ៊ុនរហូតដល់ថ្នាក់រស់នៅនិងដេកនៅក្នុងការិយាល័យព្រមទាំងប្រើកុំព្យូទ័រតែមួយគ្រឿងប៉ុណ្ណោះជាមួយនឹងប្អូនប្រុសដើម្បីសន្សំសំចៃជាលទ្ធផលក្នុងឆ្នាំ1999ក្រុមហ៊ុនមួយបានទិញយក Zip2 ក្នុងតម្លៃ$307លានដែលធ្វើឲ្យលោក Musk ទទួលបានប្រាក់ដំបូងចំនួន$22លានបន្ទាប់មកលោកបានយកប្រាក់នោះទៅបង្កើតក្រុមហ៊ុន X.com ក្នុងឆ្នាំ1999ជាមួយនឹងក្រុមអ្នកជំនាញហិរញ្ញវត្ថុនិងបច្ចេកវិទ្យាក្រោយមក X.com បានបញ្ចូលគ្នាជាមួយនឹងក្រុមហ៊ុន Confinity ដែលបង្កើតឡើងដោយលោក Peter Thiel និង Mark Lipskin រហូតបង្កើតជា PayPal នៅពេលដែល PayPal ត្រូវបានលក់ឲ្យ eBay លោក Musk ដែលមានភាគហ៊ុន 11.7% ទទួលបានថវិកាប្រមាណ$165លានផ្ទុយពីមនុស្សជាច្រើនដទៃទៀតដែលប្រហែលជាជ្រើសរើសការរស់នៅសោយសុខលោក Musk បែរជាយកទ្រព្យស្ទើរតែទាំងអស់នោះទៅបោះទុនក្នុងវិស័យដែលមានហានិភ័យខ្ពស់បំផុតនោះគឺ SpaceX និង Tesla ដោយសារលោកមានជំនឿចិត្តថាមនុស្សជាតិត្រូវតែមានមធ្យោបាយធ្វើដំណើរទៅកាន់ភពដទៃនិងប្រើប្រាស់ថាមពលស្អាតដើម្បីរស់រានមានជីវិតអ្វីដែលមនុស្សខ្លះមិនសូវចាប់អារម្មណ៍ Tesla មិនមែនបង្កើតឡើងដោយ Elon តែម្នាក់ឯងទេវាត្រូវបង្កើតឡើងដំបូងក្នុងឆ្នាំ2003ដោយវិស្វករ2រូបលោក Musk បានចូលរួមតាមក្រោយក្នុងនាមជាអ្នកវិនិយោគធំក្នុងឆ្នាំ2004ហើយបាននាំយកក្រុមការងារជំនាញមកជាមួយទៅក្រោយមកលោកបានក្លាយជា CEO និងជាមុខមាត់ចម្បងរបស់ក្រុមហ៊ុននៅក្នុងយុទ្ធសាស្ត្រផលិតកម្មលោក Elon Muskបានបង្កើតបដិវត្តមួយដែលហៅថាការផលិតដោយខ្លួនឯងដើម្បីកាត់បន្ថយការពឹងផ្អែកលើអ្នកផ្គត់ផ្គង់ខាងក្រៅនៅ SpaceX លោកបានរកឃើញថាបើនៅតែទិញគ្រឿងបង្គុំកាំជ្រួចបន្តគ្នាពីក្រុមហ៊ុនដទៃនឹងធ្វើឲ្យតម្លៃកើនឡើងខ្ពស់ហួសហេតុហេតុនេះ SpaceX បានសម្រេចចិត្តផលិតគ្រឿងបង្គុំរហូតដល់ 85% ដោយខ្លួនឯងនឹងធ្វើឲ្យតម្លៃកាំជ្រួចធ្លាក់ចុះយ៉ាងខ្លាំងឧទាហរណ៍ជាក់ស្ដែងវិទ្យុតាក់ទងដែលធ្លាប់ទិញពីក្រៅតម្លៃ$10,000ត្រូវបានក្រុមវិស្វកររបស់លោកផលិតឡើងវិញដោយចំណាយត្រឹមតែ$5,000ប៉ុណ្ណោះយុទ្ធសាស្ត្រស្រដៀងគ្នានេះត្រូវអនុវត្តយ៉ាងតឹងរឹងនៅ Tesla ដែលផលិតគ្រឿងបន្លាស់រថយន្តដោយខ្លួនឯងរហូតដល់ 80% រួមទាំងការផលិតថ្មក្នុងរោងចក្រ
Giga Factory ដើម្បីកាត់បន្ថយតម្លៃឲ្យនៅក្រោម$100ក្នុង1គីឡូវ៉ាត់ម៉ោងដែលអនុញ្ញាតឲ្យក្រុមហ៊ុនអគ្គិសនីអាចលក់ក្នុងតម្លៃមហាជនបានឈានមកដល់បច្ចុប្បន្នក្នុងឆ្នាំ2026លោក Elon Musk នៅតែរក្សាតំណែងបុគ្គលដែលមានជាងគេបំផុតម្នាក់នៅលើពិភពលោកតាក់ទងនឹងព័ត៌មានដែលទ្រព្យសម្បត្តិរបស់លោកអាចឡើងដល់$700លានអាមេរិកនោះវាមិនមែនជាការរវើរវាយឡើយប៉ុន្តែជាក្តីរំពឹងទុកដោយផ្អែកលើការវិយតម្លៃសក្តានុពលនាពេលអនាគតបច្ចុប្បន្នទ្រព្យសម្បត្តិសុទ្ធដែលកត់ត្រាជាផ្លូវការមានតម្លៃចន្លោះពី$250,000លានទៅ$320,000លានអាមេរិកយ៉ាងណាក៏ដោយវាអាចហក់ឡើងដល់$700,000លានឬ$1 ទ្រីលានប្រសិនបើ SpaceX ចូលទីផ្សារភាគហ៊ុនឬប្រសិនបើបច្ចេកវិទ្យា AI របស់ Tesla ត្រូវទទួលបានជោគជ័យពេញលេញក្រៅពី SpaceX និង Tesla បច្ចុប្បន្នគាត់មានក្រុមហ៊ុនជាច្រើនដូចជា X អតីត Twitter Neuralink HAI The Boring Company និង Starlink ដែលរំពឹងនឹងរកចំណូលបាន$30,000លានក្នុងមួយឆ្នាំដើម្បីជាទុនសម្រាប់បេសកកម្ម Starship ទៅភពអង្គារក្រៅពីជោគជ័យដ៏មហិមានេះជីវិតគ្រួសាររបស់លោក Musk មានភាពស្មុគស្មាញនិងគួរឲ្យចាប់អារម្មណ៍មិនចាញ់គ្នាឡើយគិតត្រឹមដើមឆ្នាំ2026នេះគឺលោក Elon Musk ត្រូវបានគេស្គាល់ថាជាឪពុកដែលមានកូនរហូតដល់12នាក់